រឿងអាឡេវកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះអ្នកងេះប្រពន្ធនាងងោះមានកូនប្រុសម្នាក់ឈ្មោះអាឡេវកូននោះលុះធំឡើងអាយុ7 ឆ្នាំជាក្មេងមានប្រាជ្ញាដឹងថាម្ដាយឪពុកល្ងងមិនចេះធ្វើការរកស៊ីជាអ្នកក្រលំបាកវាក៏និយាយនឹងម្ដាយឪពុកថាម៉ែអើយឥឡូវនេះយើងគ្មានរបរធ្វើការរកស៊ីអ្វីនឹងគេបានជាយើងក្របើដូច្នេះខែវស្សាយើងធ្វើស្រែខែប្រាំងយើងទៅធ្វើចំការឯខ្ញុំទៅធ្វើស្រែជាមួយនឹងឯងបើយើងអត់ស្លាមលោអង្គម្ហូបចំណីអ្វីសឹមខ្ញុំមករកយកពីផ្ទះនេះទៅស៊ីអាឡេវនិងឪពុកម្ដាយគិតគ្នាព្រមហើយក៏រៀបប្រដាប់ប្រដាឡើងទៅធ្វើស្រែលុះនៅស្រែយូរទៅអាឡេវនឹកចង់ស៊ីនំហើយវាគិតថាបើដូច្នេះអញនឹងបញ្ឆោតម៉ែឲ្យអញយកនំស៊ីគិតហើយប្រាប់ឪពុកវាថាខ្ញុំទៅផ្ទះយកស្លាមលោមកស៊ីឪពុកក៏ឲ្យកូនទៅផ្ទះអាឡេវដើរទៅដល់កណ្ដាលផ្លូវបានឃើញវត្តលោកក៏ចូលទៅថ្វាយបង្គំរកលោកក៏សក់ឲ្យលុះក៏រួចហើយក្រាបថ្វាយបង្គំលាលោកទៅលុះទៅដល់ជិតផ្ទះអាឡេវយកសំពត់ទូក្បាលហើយធ្វើជាយំដើរចូលទៅក្នុងផ្ទះឯម្ដាយឃើញកូនយំដូច្នោះក៏សួរទៅកូនថាអ្វីក៏កូនយំអាឡេវធ្វើជាយំខ្លាំងឡើងទៀតម្ដាយឃើញកូនរឹតតែយំខ្លាំងឡើងដូច្នោះក៏ស្ទុះទៅអបហើយបើកសំពត់អំពីក្បាលកូនចេញឃើញក្បាលក៏រលីងរឹតតែសង្ស័យហើយសួរទៀតថាហេតុអ្វីក៏បានជាកសក់ហើយយំដូច្នេះអាឡេវប្រាប់ម្ដាយថាឪគាត់ស្លាប់ហើយនាងងោះលុះឬកូនថាដូច្នោះក៏គក់ទ្រូងស្រែកទួញយំអាឡោះអាឡៃរៀបរាប់ពីការចាប់ដៃគ្នាបានជាប្តីប្រពន្ធរៀងរៀបរាប់មកអាឡេវឃើញម្ដាយយំសង្រេងសង្រៃដូច្នោះក៏អង្វរលួងលោមម្ដាយថាអ្នកម៉ែអើយអ្នកកុំយំបើអ្នកចេះតែយំតើធ្វើដូចម្ដេចនឹងបានធ្វើបុណ្យទានបញ្ជូនទៅឲ្យនាងងោះជាម្ដាយឬអាឡេវខាត់មិនឲ្យយំហើយសួរទៅអាឡេវថាបានរៀបបញ្ចុះខ្មោចរែងរួចហើយឬនៅអាឡេវប្រាប់ម្ដាយថាខ្ញុំបានពឹងអ្នកស្រុកឲ្យគេជួយរៀបបញ្ចុះខ្មោចឲ្យរួចល្អល្អិតហើយនាងងោះឬកូនថាដូច្នោះក៏ម្នីម្នារៀបធ្វើអន្សមនំគុំចំណីចំណុកហើយនិយាយនឹងអាឡេវថាកូនអើយឯងយកនំចំណីនេះទៅធ្វើបុណ្យឲ្យឯងចុះអញមិនទៅទេបើអញទៅឃើញស្រែដែលឯងធ្វើកន្លែងដែលឯងទៅនឹងភ្នោខ្មោចរែងនោះម្ដាយរឹតជាកើតទុកច្រើនឡើងទៀតបើដូច្នោះឯងទៅចុះអាឡេវលីម្ដាយថាដូច្នោះក៏នឹកអក្នុងចិត្តណាស់ត្បិតត្រូវនឹងគំនិតខ្លួនដែលកុហកម្ដាយនោះហើយក៏ម្នីម្នារៀបសង្រែករួចហើយក៏រែកទៅលុះទៅដល់ពាក់កណ្ដាលផ្លូវដាក់អំរែកពីលើស្មាហើយអង្គុយស៊ីនំនឹងចំណីចំណុកលុះត្រាតែឆ្អែតនៅសល់ខ្លះអាឡេវរៀបទុកយកទៅផ្ញើឪវាលុះទៅដល់ចិត្តខ្ទមឪវាធ្វើជាយំទៀតអ្នកងេះជាឪពុកឃើញកូនយំហើយសក់ទើបនឹងកថ្មីដូច្នេះក៏សួរទៅថាកូនអើយអ្វីក៏ឯងយំហើយកទាំងសក់ក្បាលដូច្នេះអាឡេវប្រាប់ឪពុកថាអើយឥឡូវនេះម៉ែគាត់ស្លាប់ទៅហើយបានជាខ្ញុំកសក់អស់បងប្អូនគេរៀបធ្វើបុណ្យឲ្យម៉ែបានជាមានទាំងនំឥឡូវនេះខ្ញុំយកមកផ្ញើរើពិសាឪពុកជាមនុស្សឆោតល្ងងណាស់ឬកូនប្រាប់ដូច្នោះក៏យំអាណិតប្រពន្ធហើយក៏និយាយនឹងអាឡេវថាកូនអើយអំពីថ្ងៃនេះទៅឪពុកលែងទៅទន្លេទៀតហើយអាឡេវរីថាឪពុកលែងទៅស្រុកដូច្នោះក៏នឹកអក្នុងចិត្តណាស់ព្រោះត្រូវនឹងគំនិតខ្លួនគិតលុះយូរបន្តិចទៅអាឡេវនិយាយនឹងអ្នកងេះជាឪពុកថាអើយឥឡូវនេះនៅតែ2នាក់នឹងខ្ញុំដូចសពថ្ងៃនេះលំបាកណាស់គ្មានអ្នកណានឹងដណ្ដាំបាយស៊ីគ្មានអ្នកណានឹងដេរសំពត់អាវស្លៀកដណ្ដប់បើដូច្នោះឯងរកដណ្ដឹងប្រពន្ធយកមកគ្រាន់នឹងដាំបាយដងទឹកបុកស្រូវទើបយើងមិនសូវនឿយហត់ដូចសពថ្ងៃពេកអ្នកងេះជាឪពុកឆ្លើយឡើងថាកូនអើយម្ដាយឯងស្លាប់ទៅពុំទាន់បាន1ខែទេឥឡូវនេះឯងឲ្យយកប្រពន្ធទៀតកូនមិនអាណិតម៉ែឯងទេឬមួយទៀតខ្មាស់គេក្រែងគេថាប្រពន្ធស្លាប់ពុំទាន់បានប៉ុន្មានថ្ងៃប្តីគិតរកប្រពន្ធថ្មីខ្មាស់គេណាស់មិនយកប្រពន្ធទៀតទេអាឡេវចេះតែអង្វរឪពុកតែសពថ្ងៃមួយអាឡេវឃើញឪពុកមកពីស្រែនឿយហត់ណាស់វាក៏និយាយថាអើយឥឡូវនេះឯងនឿយណាស់ព្រោះគ្មានប្រពន្ធនឹងជួយកម្លាំងមួយទៀតពាក្យបុរាណលោកថាមនុស្សគ្មានប្រពន្ធដូចជាឯងនេះបើទៅធ្វើការឯព្រៃបាត់ការឯផ្ទះធ្វើការផ្ទះបាត់ការឯព្រៃធ្វើដូចម្ដេចនឹងបានប្រាក់ចាយបាយស៊ីនឹងគេហើយខ្លួនក៏នឿយណាស់ផងអ្នកងេះឬកូនអង្វរដូច្នោះក៏សួរទៅថាបាននរណាគេទៅដណ្ដឹងប្រពន្ធឲ្យអាឡេវឆ្លើយឡើងថាគុំព្រួយសឹមខ្ញុំទៅរកដណ្ដឹងជូននៅចាំតែរៀបរបស់នឹងទៅការចុះអ្នកងេះជាឪពុកឬកូនថាដូច្នោះក៏ថាតាមតែកូនគិតចុះអាឡេវឬឪពុកព្រមដូច្នោះហើយក៏រៀបខ្លួនម្នីម្នាទៅផ្ទះនាងងោះជាម្ដាយនៅបាន2-3ថ្ងៃទើបវានិយាយនឹងនាងងោះជាម្ដាយថាម៉ែអើយយើងនៅតែ2នាក់ខ្ញុំក៏ក្មេងមិនចេះរកស៊ីធ្វើការម៉ែជាស្រីហើយមេម៉ាយផងឥឡូវមានគេចង់បានម៉ែយកប្តីទៅគ្រាន់គេនឹងចិញ្ចឹមសោះអត់ឃ្លានយើងក៏មិនសូវលំបាកឯនាងងោះឬអាឡេវជាកូនថាដូច្នោះក៏ឆ្លើយថាកូនអើយ
ឯងទៅតែនឹងស្លាប់បាន5 មួយថ្ងៃឥឡូវនេះកូន